ក្រពើពិតជាសម្រក់ទឹកភ្នែកមែននៅពេលដែលវាលេបចំណីអ្នកខ្លះគិតថានេះជាការធ្វើពុតជាសោកសៅរបស់វាពាក្យថាទឹកភ្នែកក្រពើគឺមានប្រភពមកពីទីនេះដែលប្រើសម្រាប់ពិពណ៌នាពីភាពសោកសៅคล้ายៗតាមការពិតក្រពើហូរទឹកភ្នែកដោយសារតែភ្នែករបស់វាស្ងួតពេលនៅគោកទើបរាងកាយបញ្ចេញទឹកភ្នែកដើម្បីរក្សាសំណើមដំណើរការនេះកើតឡើងស្របពេលដែលវាស៊ីចំណីដូច្នេះពួកវាពិតជាមិនបានកើតទុកទាល់តែសោះប្រសិនបើអ្នកបាញ់កំភ្លើងទៅលើសរសៃសូត្រពីងពីងដែលត្បាញបញ្ចូលគ្នាយ៉ាងក្រាស់កម្លាំងគ្រាប់កំភ្លើងអាចនឹងត្រូវស្រូបយកឬថែមទាំងអាចទប់ជាប់ទៀតផងដោយសារតែសរសៃពីងពីងផ្សំឡើងពីប្រូតេអ៊ីនដែលមានភាពយឺតនិងរឹងមាំខ្លាំងបំផុតក្នុងពេលយឺតសរសៃពីងពីងនឹងបំបីកម្លាំងប៉ះទង្គិចទៅកាន់ផ្ទៃកាន់តែធំដែលជួយកាត់បន្ថយការខូចខាតតាមទ្រឹស្ដីប្រសិនបើយើងត្បាញសរសៃពីងពីងឲ្យបានច្រើនគ្រប់គ្រាន់ធ្វើជាអាវកាក់នោះវាអាចប្រើជាអាវក្រោះការពារគ្រាប់កំភ្លើងបានអ្នកប្រហែលជាគិតថាក្នុងពិភពលោកវិនាសកលការបាញ់សម្លាប់ហ្សំប៊ីគឺជាវិធីការពារដ៏ល្អបំផុតប៉ុន្តែគ្រាប់នឹងឆាប់អស់ហើយសម្លេងកំភ្លើងនឹងទាក់ទាញបញ្ហាកាន់តែច្រើនដំបងវាយបេសបអលស្រាលជាងហើយចម្ងាយវាយប្រហារក៏ល្អប៉ុន្តែវាងាយនឹងប្រេះបែកហើយការវាយដោយរបស់ទាលប្រហែលជាមិនអាចសម្លាប់ហ្សំប៊ីបានទាំងស្រុងនោះទេតាមពិតអាវុធដ៏អស្ចារ្យបំផុតរបស់អ្នកគឺស្បែកជើងរត់ដ៏ស័ក្តិសមគូដើម្បីរត់គេចពីហ្សំប៊ីឬយ៉ាងហោចណាស់ក៏រត់ឲ្យលឿនជាងអ្នករស់រានមានជីវិតដទៃទៀតដែរអ្នកចម្បាំងវីគីងតែងតែយកខែមកផ្អឹបចូលគ្នាដើម្បីបង្កើតជាជញ្ជាំងខែដ៏រឹងមាំមួយជញ្ជាំងខែនេះប្រៀបដូចជារបាំងដែលអាចទប់ទល់នឹងព្រួញនិងការវាយប្រហារពីមុខបាននៅពេលសត្រូវចូលមកជិតពួកវីគីងនឹងបន្តរុញទៅមុខដោយប្រើចន្លោះប្រហោងរវាងខែដើម្បីចាក់លំពែងចេញទៅដែលអាចវាយប្រហារសត្រូវបណ្ដាលនិងការពារខ្លួនបណ្ដាលទោះជាយ៉ាងណាក៏ដោយថ្មីត្បិតតែជញ្ជាំងខែមានគុណសម្បត្តិប៉ុន្តែវាក៏មានចំណុចខ្សោយដែរប្រសិនបើមានការវាយប្រហារប្រមូលផ្ដុំវាក៏អាចនឹងត្រូវបំបែកបាន